បញ្ហាដែលកើតមិនជាចំណោទទេតែបើអត់ដោះស្រាយវាក៏នៅតែជាចំណោទដដែលដូច្នេះយើងត្រូវដោះស្រាយឲ្យទាន់ពេលវេលាបើដោះមិនចេញទុកឲ្យពេលវេលាជាអ្នកដោះស្រាយយើងត្រូវស្វែងរកមធ្យោបាយកុំគិតក្នុងគំនិតខ្លីគិតឲ្យវែងឆ្ងាយដោយបារាណលោកថាគិតសិនសំគូការរស់នៅរបស់មនុស្សគ្រប់គ្នាយើងត្រូវតាំងចិត្តគំនិតទុកជាមុនក្នុងឆាកជីវិតនេះមកតែមានបញ្ហាខ្លះៗដែលត្រូវកើតមានជាពំរួញដើម្បីកុំឲ្យជំពាក់វាក់វិននៅរឿងរ៉ាវទាំងឡាយដែលកើតមានដោយយថាហេតុយើងមិនត្រូវបណ្តែតបណ្ដោយនៅសេចក្តីប្រមាទក្នុងភាពជាអ្នកធ្វេសប្រហែសឲ្យកើតឡើងបានលុះត្រាតែយើងខំបំពេញការងារឬបំពេញការកិច្ចក្នុងកុសលធម៌ឲ្យបានប្រសើរក្នុងខ្លួនយល់ច្បាស់ពីច្បាប់ធម្មជាតិមានការកើតនិងមានការរលត់ទៅសោះសូន្យទៅជាធម្មតាមនុស្សដែលមិនប្រមាទគឺជាមនុស្សមិនបណ្តែតបណ្ដោយខ្លួនដូចជាត្រីដែលហែលបញ្ច្រាស់ទឹកជានិច្ចមានតែត្រីងាប់ទេដែលអណ្ដែតតាមខ្សែទឹកហូរនោះលោកអ្នកត្រូវត្រៀមខ្លួនដឹងច្បាស់លាស់នៅអ្វីដែលកើតក្នុងដំណើរជីវិតជាស្រេចសូម្បីតែរឿងចាស់ឈឺស្លាប់សោកនឹងទុក្ខរាល់ប្រាសវាជារឿងផលកម្មដែលកើតមានប្រចាំជីវិតគិតឃើញអំពីសង្ខារធម៌បើកើតឡើងហើយគ្មាននរណាម្នាក់ហាម5ស្ដាប់បង្គាប់បានតែបើរលត់ទៅវិញក៏មិនអាចរារាំងខាខាំងដោយបំណងរបស់ខ្លួនឡើយអ្នកមិនប្រមាទបានគិតទុកជាមុនស្រេចហើយដល់ពេលរឿងនោះមកដល់ចិត្តក៏មិនបានផិតភ័យតបស្លុតរឿងរ៉ាវដែលបានកើតឡើងហើយនោះដែរដូច្នេះលោកអ្នកមិនត្រូវប្រមាទក្នុងជីវិតកុំធ្វើឲ្យប្រយោជន៍ដ៏ល្អលិចលង់បាត់បង់ទៅជាមួយនឹងពេលវេលាឲ្យសោះបើប្រយោជន៍មិនបាត់បង់ទេក៏នៅជាប់តាមយើងចនិចនោះអ្នកគឺជាមនុស្សល្អរហូតហើយលោកអ្នកចូលចងចាំថាมันមានបុគ្គលណាម្នាក់រួមដំណើរក្នុងឆាកជីវិតដែលនាំមកនៅភាពរីករាយឲ្យដូចជាខ្លួនឯងឲ្យសមជាមនុស្សល្អនោះឡើយក្នុងដំណើរជីវិតមួយនេះដែលយើងត្រូវដើររួមដំណើរជាមួយនោះគឺខ្លួនឯងឲ្យតាំងនៅសេចក្តីល្អលោកអ្នកត្រូវរៀបចំអំពើជាប្រយោជន៍គ្រប់យ៉ាងដល់ខ្លួនទើបអ្វីៗគ្រប់សពបែបយ៉ាងនឹងបានល្អប្រសើរបំផុតក្នុងជីវិតរបស់អ្នក